បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាពូជមេបានៅប្រចាំត្រង់របស់ខ្ញុំហើយវិធីលាចំណីគឺខ្ញុំលាងាយទេដើម្បីឲ្យវាស៊ីដើម្បីយើងចំណាយតិចតាក់ទងនឹងមន់ទាហ្នឹងបាទឃើញថាលូតលាស់វារៀងយឺតដែរក៏ប៉ុន្តែវាមិនមានបញ្ហាអីទេដូចជាក្រិនក៏អត់មានដែរហើយមើលទៅការស៊ីរបស់វាគឺស៊ីអស់ពីស្នូកមកហើយនេះការលាចំណីរបស់ខ្ញុំមានអីច្រើនទេមានតែបាយកកយើងហ្នឹងលាជាមួយកតុកតុយើងហ្នឹងបាទហើយយើងលាចូលគ្នាទៅដើម្បីយើងថែមទឹកបន្តិចមកដើម្បីលាទៅវាបានសព្វល្អហើយលាហ្នឹងតាក់ទងទៅនឹងចំណីបើយើងមានបន្លែបន្ថែមទៀតគឺកាន់តែល្អដើម្បីធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់សត្វរបស់យើងហ្នឹងគឺកាន់តែប្រសើរហើយទៅនេះទាកប៉ាមន់ហើយនឹងកាងាហ្នឹងគឺដាក់ចំណីតែមួយស៊ីដូចគ្នាទេប៉ុន្តែសារតែប្រព័ន្ធហ្នឹងវាស៊ីចំណីចូលគ្នាបានវាអត់ចឹកគ្នាទេហើយមន់ទាវាធំលឿនធម្មតាក៏វាមិនលូតលាស់លឿនដូចចំណីក្រុមហ៊ុនទេហើយយើងចាំលាចូលគ្នាអញ្ចឹងប្រឈមនឹងជំងឺច្រើនដែរក៏ប៉ុន្តែយើងតែងតែរក្សាអនាម័យជានិច្ចអត់ឲ្យអាចវាធំក្លិនតាពីទេដោយសារយើងមានរោគមួយទៀតកន្លែងឲ្យវាដេកអញ្ចឹងពេលព្រឹកឡើងអញ្ចឹងទៅយើងប្រឡែងវាឲ្យចេញមកក្រៅអញ្ចឹងទៅធ្វើខ្លួនប្រាំឲ្យវាអត់ stress កាលណាវា stress ក៏ពិបាកគ្រប់គ្រងវាដែរដោយសារតែយើងចាំវាច្រើនមុខពេកហើយមើលមន់ទាយើងគឺវាស៊ីអស់ហ្មងក្នុងស្នូកណាឃើញទេចំណីដែលលាឲ្យគឺវាស៊ីគ្មានសល់ទេហើយពពួកកងានេះគឺវាស្អីក៏វាស៊ីដែរចេះជាងគេបន្លែវាចូលចិត្តជាងគេអញ្ចឹងមានបន្លែបាច់ដាក់លាបាយកតុក៏បានដែរហើយមួយទៀតស្មៅក៏វាស៊ីដែរហើយមើលថតហ្នឹងឃើញអញ្ចឹងពួកបាតោនេះទៅ7 ទៅ 8 គីឡូហ្នឹង